សួស្តីអ្នកនាងចឹងហើយនឹងខ្ញុំសូមមកប្រាប់អ្នកនាងពីរបៀបនៃការដំឡើងកម្មវិធី scan នៅក្នុងនៅក្នុងកុំព្យូទ័ររបស់យើងហើយសម្រាប់ម៉ាស៊ីន scan គឺយើងរើសយកម៉ាស៊ីន G30 ចឹងឥឡូវយើងធ្វើការ scan ធ្វើការដំឡើងទាំងអស់គ្នាចឹងជំនាញដំបូងអ្នកនាងត្រូវតែមាន driver ម៉ាស៊ីន driver scan វាមួយចឹងសម្រាប់អ្នកនាងដែលប្រើម៉ាស៊ីន G30 ឬក៏ G2010 អីអ្នកនាងអាចទៅរកនៅក្នុង Google បានតែអ្នកនាងវាយគ្រាន់តែវាយពាក្យថាCanon G30 ឬក៏2010 scanner driver អ្នកនាងវាយហើយអ្នកនាង search ទៅអ្នកនាងឃើញនៅលើគេហ្នឹងហើយអ្នកនាងចូលអ្នកនាងជួយប៊ូតុង download មកចាំវាពេញអ្នកនាងធ្វើការដំឡើងជាមួយខ្ញុំទាំងអស់គ្នាតពីអ្នកនាងដំឡើងនៅបាននៅ driver scan ហើយអ្នកនាងធ្វើការមកស្ដាំលើវាយើងយកពាក្យថា run អូខេចឹងយកពាក្យថា OK មកអ្នកនាងយកពាក្យថា yes មកបើអ្នកនាងឃើញពាក្យមួយពាក្យថា no ហើយនឹង yes អ្នកនាងយកពាក្យថា yes មកដោយសារតែកន្លែងហ្នឹងគឺខ្ញុំអត់អាច record វាជាប់ទេអូខេចឹងយកចុចពាក្យថា yes មកចឹងសូមបញ្ជាក់មួយទៀតគឺម៉ាស៊ីន print របស់យើងគឺយើងអត់ត្រូវដោតវាដោតខ្សែហើយដោតអីហើយយើងអត់ត្រូវបើកវាចោលទេអ្នកនាងទៅការបិទម៉ាស៊ីន print របស់យើងសិនម៉ាស៊ីន scan ហ្នឹងអូខេចឹងចុចពាក្យថា next មកអូខេ next ទៀតអូខេតោះមកអ្នកនាងចុចពាក្យថា yes វាទៅការ install មក plate ចឹងសូមបញ្ជាក់អ្នកនាងមកតង់ទៀតដោយសារតែកន្លែងហ្នឹងគឺអ្នកនាងខ្លាចអ្នកនាងស្អីច្បាស់តោះមកវាលោកពាក្យថាមានពីរជំរើសតែអ្នកនាងយកទី2មកណា USB ណាចឹងនិយាយថា next អូខេកន្លែងនេះគឺអ្នកនាងត្រូវដោតកុំព្យូទ័រជាមួយនឹងម៉ាស៊ីនវាភ្ជាប់គ្នាអ្នកនាងដោត USB និងខ្សែ power នៅម៉ាស៊ីនទៅបន្ទាប់មកអ្នកនាងបើសិនអ្នកនាងបើកម៉ាស៊ីនចោលអ្នកនាងបិទម៉ាស៊ីនសិនឬហើយចាំបើកវាវិញអញ្ចឹងវាធ្វើការដំណើរហើយអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំបិទម៉ាស៊ីនស្រាប់ខ្ញុំបើកម៉ាស៊ីនមកវានឹងបន្តធ្វើការ install បន្តទៀតហើយអ្នកនាងចាំលេងធ្វើការបើកម៉ាស៊ីនណាអូខេវាធ្វើការ install បន្តទៀតអូខេកន្លែងនេះចុចពីថា complaint មក complaint ហ្នឹងមកអូខេមានថាយើងការដំឡើងរបស់យើងគឺរួចរាល់ 100% អញ្ចឹងបន្តទៀតអ្នកនាងចូលពីថា start អ្នកនាងយកកន្លែង start នេះមកណា start នេះតមកយើងទៅរកនេះ app របស់វាអ្នកនាងនេះយើងយកនេះយើងដោយសារតែខ្ញុំវា install ទៅវានៅពីលើជួនកាលទៅអ្នកនាងនៅក្រោមចេះជួនកាលទៅបងប្អូនខ្លះគាត់នៅខាងលើនៅក្បែរជាមួយនឹង folder ម៉ាស៊ីននេះមួយដែលឈ្មោះថា Canon នេះមកវា legit នេះមកអ្នកនាងហើយដល់នេះយកនេះ IJ នេះ scan IJ នេះ IJ scan quality បាទយកវាយក app ហ្នឹងមកតមកវានឹងលោតអាផ្ទាំងអាតូចមួយនៅក្នុងហ្នឹងហើយចាំបន្តមកទៀតអ្នកនាងធ្វើការ scan ទៅហើយត្រង់ចំណុចហ្នឹងគឺខ្ញុំវីដេអូហ្នឹងវាដល់ទីបញ្ចប់ហើយអញ្ចឹងប្រាប់អ្នកនាងមកតង់បន្តិចទៀតត្រង់ចំណុចថាបើសិនជាអ្នកនាង scan ទៅវាទៅលោតទៅចូលក្នុង document អញ្ចឹងណាអញ្ចឹងយើងធ្វើការ scan ទៅហើយក្នុងវាមានច្រើនជម្រើសវាមាន scan auto ឬក៏ document photo ឬ custom អញ្ចឹងទៅសម្រាប់ពេលវា scan ទៅគឺវាលោតចូលទៅក្នុង document អ្នកនាង scan ទៅលោតទៅចូលក្នុង document នេះអញ្ចឹងអ្នកនាងធ្វើការ scan ហើយឥឡូវខ្ញុំ scan តេស្តគឺខ្ញុំដាក់ធៀបការចូលអូខេវាធ្វើការ scan ណាអូខេអញ្ចឹងតមកវានឹងលោតទៅវានឹងលោតចូលនៅក្នុងនេះលោតទៅ document នេះអ្នកនាងអញ្ចឹងសម្រាប់អ្នកនាង scan ហើយវានឹងលោតចូលក្នុងហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺវាដល់ទីបញ្ចប់ហើយអញ្ចឹងជម្រាបលាអ្នកនាងបាយ